សួស្តីបងប្អូនអ្នកជ្រៃធំទាំងអស់គ្នានិងអ្នកជាដែនសុខទុក្ខយ៉ាងណាហើយចំណែកខ្ញុំវិញដាច់លុយចាយហើយមិនឲ្យដាច់លុយចាយយ៉ាងម៉េចបងប្អូនបើជ្រៃធំឥឡូវប្រែហើយនឹងពីមុនធ្លាប់តែផ្លូវនេះទៅធ្វើការស្ទះផ្លូវព្រលឹមឡើងម៉ោង8អីអូជិះម៉ូតូទៅមុខមិនចង់រួចបងប្អូនមកធ្វើការអ្នកខ្លះក៏ចេញពីធ្វើការទៅបងប្អូនលក់ដូរហែពេញផ្លូវហ្នឹងមនុស្សម្នាលក់ដូរចង់ហូបអីក៏មានឥឡូវមានអីទៀតបងប្អូនបិទអស់លេងហ្នឹងតាមហាងខ្លះក៏នៅបន្តទៅអ្នកខ្លះក៏ចាក់ចេញទៅអ្នកខ្លះក៏សូលទ្រាំទៅរួចបងប្អូនការងារឥឡូវអត់មានការងារក៏នាំគ្នាទៅតាមស្រុករៀងខ្លួនអស់ទៅអ្នកខ្លះក៏មានការងារធ្វើបន្តអាសន្នអីចឹងទៅដើម្បីបន្តជីវភាពតែបងប្អូនអ្នកខ្លះក៏ធូរធារទៅគាត់មានលុយទុកទៅអ្នកខ្លះក៏ខ្ចីលុយធនាគារយកមកដាក់ទុននេះទៅដាក់ទុននោះរកស៊ីនេះរកស៊ីការទៅអ្នកខ្លះក៏ធ្វើផ្ទះជួលទៅអ្នកខ្លះក៏បើកហាងឥឡូវមានអីទៀតឲ្យដើរយ៉ាងម៉េចបើបងប្អូនបើជនបរទេសចាក់ចេញអស់ហ្នឹងតែជួក៏គ្មានអ្នកស្នាក់នៅដែរបងប្អូនលក់ដូរក៏លក់មិនដាច់ឥឡូវមិនតែការចាំមើលសង្ឃឹមថាពួកជនបរទេសដែលស្របច្បាប់ចូលមកវិញបងប្អូនបានធូរធារដូចមុនវិញខ្លះការងារមានធ្វើទៅលក់ដូរអីដាច់ដូចមុនអីចឹងទៅពីមុននេះមុខកាសណោធ្លាប់ទៅមនុស្សណែនមនុស្សចេញចូលអ្នកខ្លះក៏ជិះទៅលេងងាយទៅឥឡូវមានអីទៀតអត់មានអ្នកធ្វើការក៏ស្ងាត់តាមហ្នឹងទៅកាលមុនទៅនៅហ្នឹងស្វអ្នកធ្វើការមកពីតាមខេត្តផ្សេងអញ្ចឹងមកធ្វើការនៅហ្នឹងឥឡូវមានអីទៀតមានតែអ្នកក្នុងស្រុកហ្នឹងចាក់ចេញចំណាក់ស្រុកទៅការងារឆ្ងាយធ្វើបណ្ដោះអាសន្នចឹងទៅគីឡូថ្ងៃមុខទៅមានការងារធ្វើវិញបងប្អូនត្រឡប់មកវិញទៅអ្នកខ្លះក៏នៅចាំមើលហ្នឹងទៅថាជ្រៃធំអាចដើរទៅមុខនេះអាគារធំសាងសង់មិនតាន់ហើយហ្នឹងអាគារខ្លះក៏សាងសង់បន្តទៅអាគារខ្លះក៏ຕົកចោលទៅកាសណូពីមុនតាមហ្នឹងឯងអ្នកធ្វើការណែនលក់ដូរអីច្រើនបងប្អូនក៏ធូរធារតាមហ្នឹងទៅដល់ឥឡូវរំពឹងអីបើអ្នកខ្លះលក់ដូរក៏គ្មានអ្នកទិញស្ងាត់យកតែមែនតែបងប្អូនតាក់ស៊ីក៏ពីមុនតាក់ស៊ីក៏ច្រើនឥឡូវមានតាក់ស៊ីណាទៀតប្រេងសាំងក៏ឡើងថ្លៃមានភ្ញៀវបរទេសណាជិះទៀតឥឡូវសំបីតកង់3តាមមុខកាណូនេះពីមុនកង់3តម្រៀបជួរចាំដឹកភ្ញៀវបរទេសដឹកបងប្អូនចេញពីធ្វើការឥឡូវមានអីទៀតមានអ្នកណាជិះបើអត់មានការងារធ្វើប៉ុណ្ណឹងរួចតាមផ្លូវសួននេះពីមុននឹងងាកឡើងគេហាត់ប្រាណបងប្អូនចេញពីធ្វើការអញ្ចឹងទៅហាត់ប្រាណដើរលេងតាមហ្នឹងដើមអីទៅឥឡូវមានបងប្អូននៅហាត់ប្រាណទៀតបើចេញអស់ហើយហ្នឹងមានតែបងប្អូននៅក្នុងស្រុកងាកយកមានម្នាក់ពីរនាក់វាអាស្រ័យច្រើនអ៊ូអលេខមុនហ្នឹងគ្រាន់តែឥឡូវវាស្ងាត់អត់ដូចមុនស្ងាត់សัตว์ខ្លាំងហ្មងនេះកាស៊ីណូក្រែនពីមុនមនុស្សអ៊ូអខ្លាំងដែរក្រែនហ្នឹងក៏កាស៊ីណូចាស់មួយបងប្អូនធ្វើការហ្នឹងច្រើនឥឡូវក៏ស្ងាត់អត់មានអ្នកធ្វើការមានដែរមានតិចតួចអ្នកធ្វើការខាងរេស្តូរ៉ង់អីហ្នឹងនេះផ្លូវមកក្រោនពីមុនតាមផ្លូវហ្នឹងមនុស្សច្រើនណាស់បងប្អូនលក់ដូរអីក៏ដាច់នេះអាគារមកស្ទឹងពីមុនបងប្អូនកម្មករច្រើនតាមហ្នឹងស្វការងារធ្វើឥឡូវមានអីអត់មានការងារធ្វើហ្នឹងអ្នកខ្លះក៏ដេកចាំទៅសង្ឃឹមគីឡូមានការងារធ្វើវិញអញ្ចឹងតាមផ្លូវហ្នឹងពីមុនចិនច្រើនចិនបរទេសអីនេះឡើងបងប្អូនមកតាមហ្នឹងច្រើនជិះម៉ូតូមកលំហែមកស្ទឹងមើលថ្ងៃលិចមើលអីអញ្ចឹងបងប្អូនតែពេលឥឡូវមានអីទៀតស្ងាត់មែនតើហ្មងមានដែរបងប្អូនខ្លះក៏គាត់អត់សក់ទៅគាត់មិនដឹងធ្វើអីគាត់ជិះទៅលេងទៅអ្នកខ្លះក៏ដើរហាត់ប្រាណតាមផ្លូវហ្នឹងផ្លូវហ្នឹងអភិវឌ្ឍខ្លាំងបងប្អូនឃើញអភិវឌ្ឍអញ្ចឹងបានបងប្អូនខ្លះចាប់ដើមសាងសង់នេះសាងសង់នោះធ្វើផ្ទះជួលធ្វើអីអញ្ចឹងដើម្បីជួលឲ្យបងប្អូនធ្វើការអញ្ចឹងអ្នកខ្លះជួយជនបរទេសនៅអីអញ្ចឹងនេះកំពង់មូលហ្នឹងស្អាតបងប្អូនកំពង់មូលហ្នឹងតាមធ្វើឲ្យដែរនេះកំពង់មូលថ្មីហ្មងកំពង់មូលហ្នឹងស្អាតណាធ្វើពីថ្មម៉ាបមានថ្មមានក្បោក្បាច់ស្អាតរួចទៅងាយឡើងតាមផ្លូវហ្នឹងនិយាយថ្ងៃលិចមើលអត់ចេះចំណាយបើខ្ញុំវិញងាយឡើងពីអ្នកប្រៃប៉ុនឥឡូវអត់ដឹងធ្វើអីមានតែងាយឡើងជិះទៅមើលមកស្ទឹងចង់បញ្ចប់វីដេអូនេះមានតែប៉ុណ្ណឹងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសង្ឃឹមថាជ្រៃធំវិលមកសុខភាពដើមដូចមុនវិញចោះ